ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំប្រកាសណាជាអម្ចាស់គ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរបងប្អូនទាំងអស់ដែលកំពុងទស្សនាហើយក៏កំពុងសិក្សានៅក្បួនកាលយោគដែលជាក្បួនហោរាសាស្ត្របុរាណតាំងពីយូរលង់ណាស់មកហើយឬហៅថាក្បួនជោតិសាស្ត្រតម្រាជោតិសាស្ត្រដូច្នេះប្រកាសណាជាអម្ចាស់បងប្អូនទាំងអស់លោកបានរៀនមកដល់មេរៀនដែលខ្ញុំប្រកាសណាខ្ញុំបង្ហាញទី10រួចហើយคลิปវីដេអូនេះគឺជាមេរៀនទី11បាទជាមេរៀនទី11ប៉ុន្តែយើងនៅរៀនពីដួងសេះមួយដដែលបាទប្រកាសណាជាអម្ចាស់បងប្អូនទាំងអស់លោកបានដឹងហើយថាកាលណាដែលយើងកណនីឃើញនៅសរសេសមួយបាទនៅសរសេសមួយយើងហៅថាដួងអ្នកកំព្រាសរសេស2យើងហៅថាដួងអ្នកភាសានៅសរសេស3យើងហៅថាដួងអ្នកបរហាសរសេស4ហៅថាដួងអ្នកសុខសាន្តសេស5ដួងអ្នកសេដ្ឋីសេស6ដួងអ្នកវិជ្ជាការសេស7ឬស្មើនឹង0សេស7និង0ស្មើនឹងវាទេហៅថាដួងអ្នកមហាសេដ្ឋីអ្វីដែលខ្ញុំប្រកាសណាខ្ញុំតែងបញ្ជាក់ឲ្យបញ្ជាក់ទៀតគឺការកណនីរកលេខដួងចតានៃម្ចាស់ជីវិតនីមួយៗរបស់យើងគឺយើងត្រូវយកចលសក្ការៈចែកនឹង7ដើម្បីរកលេខសេសប្រសិនបើបងប្អូនដឹងពីឆ្នាំនៃចលសក្ការៈហើយបងប្អូនគឺថាមិនលំបាកនឹងរឿងគិតទេដោយនៅក្នុងឆ្នាំនេះចលសក្ការៈ1382អញ្ចឹងយើងយកចលសក្ការៈ1382យើងចែកឲ្យ7ទៅយើងឃើញលេខសេសលេខសេសនឹងឯងដែលឈ្មោះថាភង្គៈឬខ្មែរយើងថាជាថ្ងៃក្លុបដោយឆ្នាំនេះភង្គៈឬថ្ងៃក្លុបនោះគឺជាថ្ងៃអង្គារបាទថ្ងៃអង្គារជាថ្ងៃដែលគេមករៀបចំនៅពិធីមង្គលការមករៀបចំពិធីឡើងផ្ទះគេមករៀបចំអីទេពីព្រោះវាជាថ្ងៃក្លុបបាទជាថ្ងៃក្លុបប្រចាំឆ្នាំដើម្បីដឹងក្លុបនោះគឺគេយកលេខចលសក្ការៈនោះចែកនឹង7គឺចែកនឹង7ទៅគឺអាចឃើញនៅថ្ងៃក្លុបបាទហើយបើយើងចែកនឹង27ទៅយើងអាចរកឃើញនៅអ្នកខត្តរិកក្លុបយើងចែកនឹង8ទៅយើងនឹងអាចរកឃើញយាមក្លុបអញ្ចឹងណាវិធីចែករបស់គេនឹងវារបៀបហ្នឹងឯងអញ្ចឹងឥឡូវនេះយើងអត់បានរៀនជាប់តេតើនឹងរឿងអត្តពុទ្ធឡើងស័កសង្ក្រាន្តអីណាទេក្បួនដែលយើងត្រូវរៀនហ្នឹងគឺយើងរៀនក្បួនងាយក្បួនតម្រាងាយហើយក្បួនតម្រានេះបងប្អូនមិនអាចមើលងាយបានទេជាក្បួនតម្រាមានពិតប្រាកដបើបងប្អូនមានចំណេះចេះដឹងនៅក្នុងក្បួនតម្រានេះហើយរបៀបនៃពិធីស្ដោះគ្រោះកែគ្រោះរបស់បងប្អូនកែដួងចតារបស់បងប្អូននឹងក្លាយជាមនុស្សម្នាក់ដែលមានចំណេះជំនាញដឹងរបៀបដួងជីវិតហើយដួងជីវិតនេះមានរហូតទៅសត្វលោកណាដែលនៅក្នុងលោកយើងនេះត្រូវតែមានអញ្ចឹងព្រោះវិជានេះក៏គឺជាវិជាមួយនៅក្នុងក្បួននៃការសិក្សានៃសាកលវិទ្យាល័យពីបុរាណមកក្នុងសម័យបុរាណមនុស្សត្រូវទៅសិក្សានៅតកសិលាអីចឹងទៅឬក៏ទៅសិក្សាហ្នឹងគេសិក្សាអំពីភូមិសាស្ត្រគេសិក្សាអំពីរូបវិទ្យាគេសិក្សាជាក់ទៅនឹងគីមីគេសិក្សាជាក់ទៅនឹងវិទ្យាការផ្សេងរដ្ឋបាលហិរញ្ញវត្ថុអីហ្នឹងហើយក្នុងការសិក្សារបស់គេត្រូវសិក្សាក្បួនវិជ្ជាមួយដែលមានឈ្មោះថាក្បួនជោតិសាស្ត្រកាលពីបុរាណគេច្រើនរៀនមុខវិជ្ជាចំនួន18មុខបាទ18មុខទាំងបរិជ្ជបុត្រក្តីទាំងកូនលោកសេនាមន្ត្រីទាំងកូនលោកបរហិតសិទ្ធិអីគឺវាលើត្រូវបញ្ជូនកូនឲ្យទៅរៀនហើយរៀននៅក្នុងវិជ្ជាទាំងអស់នោះមានវិជ្ជានឹងមួយដែលគេរៀនដែរហើយវិជ្ជានេះវា
ខ្ញុំប្រកាសណាខ្ញុំថានៅស្រុកខ្មែរយើងដូចមិនទាន់ឃើញមានអ្នកបង្រៀនវិជ្ជានឹងទេមានត្រឹមបង្រៀនអត្តនិងអត្តហើយនឹងតណងមេត្តាបេតាភោគាមជ្ឈនីតនុសហចក្ដំពពន្ធុបតអរិបតន័យអីហ្នឹងមរណៈសុភកម្មអាហ្នឹងឃើញមានបង្រៀនឬក៏បង្រៀនជាប់តាក់ទងជាមួយនឹងលេខ12ឋានដែលមានវាសនាជាដើមរាប់ចឹងមកគណនីលេខហ្នឹងអាហ្នឹងគឺគេមាននិយាយពេលខ្លះគេជាប់តាក់ទងបង្រៀនលេខជាប់តាក់ទងណាប៉ូឡេអុងអីចឹងទៅប៉ុន្តែក្បួននៃកាលយោគនេះសិភ័យក៏មិនមានហើយរកមើលអ្នកបង្រៀនក៏មិនទាន់ឃើញមានហើយខ្ញុំប្រកាសណាខ្ញុំក៏មកបង្រៀននៅវិជ្ជានឹងមួយសម្រាប់ឲ្យបងប្អូនយើងលោកចេះខ្លួនឯងនៅពេលណាដែលលោកដឹងថាមានគ្រោះយ៉ាងម៉េចយើងដឹងមុនសម្រាប់យើងកែជីវិតរបស់យើងប្រសិនបើកម្មពីវរិយនោះវាមិនធ្ងន់ជាអាចកែបានតែប្រសិនបើថាកម្មពីវរិយនោះវាធ្ងន់វាមានកម្លាំងអានឹងក៏មិនដឹងថាទៅកែយ៉ាងម៉េចក៏គ្រាន់តែទោះបីយ៉ាងណាក៏យើងបានបំពេញបន់ព្រោះការកែដួងចតាដួងវាសនាជីវិតរបស់យើងគឺយើងបំពេញបន់នៅក្នុងព្រះរតនត្រ័យបូជាគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យអញ្ចឹងក៏វិជ្ជការបានបុណ្យកុសលមួយហើយបុណ្យកុសលនឹងឯងដែលជាឧបត្ថម្ភកកម្មចូលទៅជួយទ្រទ្រង់ដំណើរនៃជីវិតរបស់យើងនឹងឲ្យរួចផុតអំពីអន្តរាយទាំងពួងនឹងសម្រាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុទាំងឡាយរៀននៅព្រះបរិត្តគប់តតថាយបរតាំងមនីភិក្ខុទាំងឡាយអ្នកទាំងឡាយចូលរៀនយកព្រះបរិត្តដើម្បីប្រយោជន៍ដល់ការគ្រប់គ្រងឃើញទេដើម្បីប្រយោជន៍ដល់ការរស់នៅជាសុខក្នុងបច្ចុប្បន្ននោះព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រទានឥឡូវបងប្អូនងាកមកមើលមេរៀនរបស់យើងជាបន្តទៅទៀតសេះមួយមានន័យថាយើងកំពុងតែរៀននៅសេះមួយឡើយទេលេខសេះដួងមួយឡើយទេអញ្ចឹងគឺដួងមួយយើងមានប្រមាណគឺមាន8ខ្ញុំប្រកាសណាខ្ញុំបានគណនីរៀបរាប់ជាប់តាក់ទងនឹងសេះមួយដួងរបស់អ្នកកើតថ្ងៃអាទិត្យរួចហើយខ្ញុំប្រកាសណាខ្ញុំបានបង្រៀនរៀបរាប់ពីដួងសេះមួយអ្នកកើតនៅថ្ងៃច័ន្ទរួចហើយខ្ញុំប្រកាសណាខ្ញុំបានបង្រៀនរៀបរាប់អំពីបុគ្គលអ្នកដែលកើតក្នុងសេះមួយដួងអ្នកកំព្រានៅថ្ងៃអង្គាររួចហើយថ្ងៃនេះគឺយើងត្រូវមករៀនចំពោះដួងចតាជីវិតរបស់មនុស្សដែលគាត់កើតនៅថ្ងៃពុធចំសេះមួយអញ្ចឹងយើងត្រូវរៀនបន្តទៅទៀតនៅថ្ងៃសៅរ៍នៅថ្ងៃប្រហោះនៅថ្ងៃរាហូនៅថ្ងៃសុក្រអញ្ចឹងក្នុងសេះមួយយើងត្រូវបង្រៀនដោយមានវីដេអូប្រមាណជា8 clip វីដេអូបាទក្នុងសេះមួយហ្នឹងយើងទៅរៀនវីដេអូមានប្រមាណជា8 clip វីដេអូដូច្នេះបងប្អូនទាំងអស់មុននឹងយើងទៅវិនិច្ឆ័យវែកញែករករយៈវេលានៃដួងចតារបស់មនុស្សម្នាក់គឺយើងមើលថាតើដួងសេះមួយហ្នឹងមិនបានគេហៅថាជាដួងកំព្រាដោយបានជាហៅថាដួងកំព្រាមកអំពីឪពុកជាព្រះគៈម្ដាយជាពោតិឃើញទេមើលឪពុកគេឲ្យមើលផ្កាយអាទិត្យមើលម្ដាយគេឲ្យមើលផ្កាយពោតិដូច្នេះយើងមើលថាអូគាត់កើតមកនៅក្នុងពេលដែលលោកឪពុកឬអ្នកម្ដាយរបស់គាត់ឆ្លោះទាស់ទែងគ្នានៅពេលដែលគាត់កើតមកក្នុងដួងកំណើតរបស់គាត់ឪពុកម្ដាយលែងលះគ្នាឬក៏គាត់កើតមកនឹងត្រូវបានឪពុកនឹងឯងស្លាប់ចោលទៅឪពុកនឹងក៏បានស្លាប់ចោលគាត់ទៅឬក៏គាត់កើតមកនឹងឯងនឹងនៅក្នុងទីដែលមិនសមគួរគឺក្នុងគ្រួសារដែលមានភាពលំបាកលំបិនតោកយ៉ារឹកព្រឹកខ្វះល្ងាចឬល្ងាចខ្វះព្រឹកនៅក្នុងទីដែលគាត់រស់នៅជាទីដែលមិនល្អប្រសើរដោយគេទេរស់នៅក្នុងទីលំបាកយ៉ាប់យ៉ាប់ហ្នឹងអញ្ចឹងហើយបានគេហៅថាជាដួងកំព្រាមកកំពីអ្នកហ្នឹងអញ្ចឹងហើយហើយប្រសិនបើថាទេពុកម្ដាយគាត់មានដួងចតារបស់គាត់នឹងរឹងល្អមាំល្អរឹងល្អប៉ុន្តែវានឹងវិលត្រឡប់មកគាត់ខ្លួនឯងវិញដែលម្ចាស់គាត់នឹងឯងអាចថា
នឹងត្រូវឃ្លាតចេញអំពីពុកម្ដាយទៅនៅជាមួយនឹងបងប្អូនឪពុកមីឪពុកធំមីងម្ដាយឯណាអីធរឬក៏អ្នកផ្សេងទៅឆ្ងាយចឹងទៅដែលមិនបានរស់នៅជាមួយនឹងលោកឪពុកឬលោកម្ដាយតាំងពីក្មេងមកអានេះអាចទៅជាអញ្ចឹងដែរគេហៅថាជាដួងកំព្រាហ្នឹងហើយបើមិនដូច្នោះទេនៅពេលដែលគាត់ត្រូវរៀបការហើយអ្នកដែលកើតនៅក្នុងដួងហ្នឹងភាគច្រើនមិនសូវបានជានាំប្តីមកនៅផ្ទះខ្លួនឯងទេខ្លួនឯងជាស្រីច្រើននៅតែនៅខាងគ្រួសារខាងប្តីឬក៏បរោះនឹងឯងមិនបាននាំប្រពន្ធទៅនៅផ្ទះខ្លួនទេគឺខ្លួនមកនៅខាងផ្ទះប្រពន្ធអានេះគឺឃ្លាតឆ្ងាយអញ្ចឹងឬមិនដូច្នេះទេអាចចេញទៅក្រៅឆ្ងាយទៅនៅក្រៅប្រទេសទៅនៅអីឆ្ងាយបាត់អញ្ចឹងទៅឬក៏ទៅនៅខេត្តណាបាត់សូនឈឹងអញ្ចឹងទៅមិនជួបបងប្អូនជួបអីរើគ្នាមិនឃើញអីអញ្ចឹងទៅអានឹងហើយដែលគេហៅថាដួងកំព្រាប៉ុន្តែអ្វីដែលពិសេសកាលណាដែលយើងមើលបញ្ញាគេឲ្យមើលកាយប្រហោះនេះគេរូបបញ្ញាមើលប្រហោះគឺឲ្យមើលបញ្ញាមើលការអភិវឌ្ឍវាមិនមែនត្រឹមតែបញ្ញាទេការចម្រើនការលូតលាស់ដោយទ្រព្យសម្បត្តិដោយកិត្តិយសគេឈ្មោះអីនោះក៏គេឲ្យមើលបញ្ញានឹងដែរពីព្រោះកាយប្រហោះនឹងឯងជាកាយដែលធំជាងគេបំផុតនៅក្នុងចក្រវាឡយើងបន្ទាប់អំពីព្រះអាទិត្យមកហើយកាយប្រហោះនឹងឯងដែលជាកាយមួយដែលធ្វើឲ្យទំនៀងនៃកាយទាំងឡាយដែលនៅជុំវិញទាំងអស់រាប់តាំងអំពីកាយពុទ្ធណាតាំងអំពីប្រច័នអង្គារសៅរ៍អីសពអីទាំងអស់ហ្នឹងវាមិនអាចធ្វើឲ្យព្រះអាទិត្យបូមស្រូបចូលទៅដោយសារកម្លាំងនៃទំនៀងរបស់កាយប្រហោះនោះវាទុកទំនៀងកាយប្រហោះនោះជាទុកអញ្ចឹងបានកាយប្រហោះហ្នឹងក៏រាប់ថាជាកាយសុខគ្រោះជាកាយសុខគ្រោះដែលកាយធំហើយកាយប្រហោះនេះមាននៅប្រច័នដែលបំភ្លឺដែលជាបរិវាររបស់កាយប្រហោះនេះរហូតដល់ទៅ82ដួងប្រច័នឯណោះចំណែកឯពិភពលោករបស់យើងសម័យនេះដែលយើងអាចរាប់ថាអ្វីដែលយើងរស់នៅជាផែនដីរបស់យើងសម័យនេះគឺមានប្រច័នតែមួយដួងទេដែលបំភ្លឺលើលោកជាងនេះមានប្រច័នតែមួយដួងទេហើយប្រច័នមួយដួងនេះទៀតសោតជាមើលឃើញតែមួយចំហៀងទេយើងអត់ដែលបានមើលឃើញប្រច័ននឹងទាំងនោះនេះគឺឃើញបានតែមួយចំហៀងទេអញ្ចឹងអាស្រ័យការទួនទាញរវាងនៃកាយទាំងអស់នឹងឯងរវាងកាយប្រច័នគឺជាកាយបរិវាររបស់ផែនដីយើងដែលវានៅចិត្តជាងគេដែលយើងអាចធ្វើដំណើរទៅកាន់ឋានប្រច័ននឹងបានព្រោះប្រច័ននោះជាកាយបរិវាររបស់ផែនដីយើងទេអញ្ចឹងដែលអាស្រ័យការទួនទាញរវាងកាយនិងផ្កាយជាពិសេសគឺផែនដីយើងនោះដែលវាមានការបូមស្រូបគ្នានោះដែលធ្វើឲ្យមានកើតទឹកចូលទឹកនាចទឹកសមុទ្រយើងនោះមានទឹកចូលមានទឹកនាចចូលនាចនោះគឺថាដោយសារពីរឿងការបូមស្រូបរវាងផ្កាយនិងផ្កាយនោះឯងអញ្ចឹងនៅពេលដែលយើងមិនបានទៅរៀនពីផ្កាយទៅមើលមេឃមើលដីនឹងឲ្យវាខ្លាំងខ្លាទេព្រោះផ្កាយនឹងក៏វាមានពណ៌របស់វាមានសន្តានរបស់វាហើយគេដឹងថាក្នុងកាយនឹងឯងវាមានប្រមាណគីឡូពីផែនដីយើងក្នុងកម្ពីនៅក្នុងកម្ពីលោកកធាតុបាទកម្ពីលោកកធាតុមាននិយាយនៅក្នុងកម្ពីលោកកធាតុហ្នឹងមាននិយាយពីប្រវែងអីអត់ខុសគ្នានឹងវិទ្យាសាស្ត្រដែលគេទៅរកឃើញទេរង្វាស់ຂະຫນາດពីផែនដីហ្នឹងទៅប្រចាំនឹងប្រមាណពីផែនដីហ្នឹងទៅព្រះទៅផ្កាយប្រហោះឲ្យប្រមាណគឺមានគណនារៀបរាប់ហើយពណ៌អីមានគណនារៀបរាប់ប្រាប់អំពីពណ៌ហ្នឹងឯងដែលព្រះអាទិត្យហ្នឹងជាពណ៌ក្រហមហ្នឹងទៅប្រចាំនេះពណ៌សបាទហើយដល់ពេលព្រះអង្គារនេះគឺពណ៌ក្រហមបែបជម្ពូអញ្ចឹងទៅហើយដល់ពុទ្ធនេះគឺពណ៌របៀបស្លឹកឈើពណ៌ស្លឹកឈើហើយដល់សៅនេះគឺជាពណ៌នៃពណ៌ខ្មៅហើយវត្ថុធាតុណាក៏ដោយកាលណាចូលទៅកាន់ភពសៅនេះចូលទៅគឺរលាយអត់មានវត្ថុធាតុណាមួយដែលចូលទៅក្នុងភពសៅហើយមិនរលាយទេអញ្ចឹងនៅក្នុងកាយសៅនេះសត្វលោកយើងទៅនៅមិនបានទេពីព្រោះចូលទៅរលាយណែអ្វីដែលសត្វលោកយើងអាចទៅនៅបានមានកាយពុទ្ធកាយអង្គារកាយសព
ឬក៏កាយពហោះបើយើងចង់ទៅនៅបើយើងសត្វលោកយើងចង់ទៅនៅធ្វើដំណើរទៅតាមប្រព័ន្ធយានអវកាសមិនយើងទៅនៅបានកាយប្រមាណបើកាយនេះហ៊ានទៅនៅលើអត់ទេព្រោះស្អីក៏ឲ្យចូលទៅប៉ុណ្ណាក៏ដោយគឺពីវាជាផ្កាយមួយដែលធ្វើឲ្យរលាយអញ្ចឹងបានជាដោយសារផ្កាយនឹងដែលធ្វើឲ្យរលាយអញ្ចឹងពិធីបុណ្យសពទាំងអស់គឺគេជ្រើសរើសថ្ងៃកប់នោះធ្វើម៉េចឲ្យចំនៅថ្ងៃសៅរ៍ធ្វើម៉េចឲ្យចំថ្ងៃសៅរ៍ឬបូជាសពនោះគេធ្វើចំណុចឲ្យបូជាចំថ្ងៃសៅរ៍ហើយឲ្យបូជាចំយាមសៅរ៍ទៅទៀតឬក៏ថាបើមិនចឹងទេបូជាចំយាមភ្លើងអីចឹងទៅពីព្រោះអីពីព្រោះផ្កាយប្រស័យនឹងហើយដែលជាផ្កាយនៅបាបប្រគ្រោះដែលចូលទៅរលាយចឹងនៅពេលដែលគេធ្វើពិធីបុណ្យសពមនុស្សដែលគាត់ស្លាប់ទៅគេរើសធ្វើម៉េចឲ្យដល់ថ្ងៃសៅរ៍នោះគេយកទៅកប់គេយកទៅបញ្ចុះឬក៏គេយកទៅធ្វើពិធីបូជានៅថ្ងៃសៅរ៍ហើយដល់ពេលពិធីបុណ្យសពគឺគេពាក់អាវពណ៌ខ្មៅពាក់អាវពណ៌ខ្មៅនោះគឺតំណាងអីគឺតំណាងការកាន់ទុក្ខពីព្រោះប្រស័យនោះមានពណ៌ខ្មៅបាទប្រស័យនោះគឺពណ៌ខ្មៅអញ្ចឹងកាលណាប្រស័យនេះដែលវាជាពណ៌ខ្មៅគឺពាក់អាវខ្មៅទៅបុណ្យសពហើយគេច្រើនតែបូជាសពនៅថ្ងៃសៅរ៍បូចុះនៅថ្ងៃសៅរ៍ពីព្រោះកាលណាដែលបូជាសពនៅថ្ងៃសពគឺជាផ្កាយមួយដែលស្ថិតនៅទីខាងជើងនោះទៀនជាជញ្ជើងនៃលោកបើសិនបើយើងធ្វើដំណើរកាត់តាមសមុទ្រកាត់តាមព្រៃយើងក៏វិញទិសយើងធ្វើម៉េចព្រឹកឡើងនឹងយើងមើលទៅទិសឯណាដែលមានកាយប្រសពនឹងវារះអញ្ចឹងកាលណាកាយប្រសពវាអត់ចេះរំដោលទៅណាទេវានៅទៅទិសខាងជើងនឹងវាជាកាយជញ្ជើងនៃលោកសម្រាប់យើងសម្លឹងនឹងចឹងគេថាអូយើងធ្វើដំណើរហ្នឹងយើងចង់ដំណើរទៅទីណាយើងទៅកើតទៅត្បូងទៅលិចចឹងយើងមើលទៅកាយហ្នឹងទេកាលណាយើងឃើញកាយប្រសពនឹងឯងយើងធ្វើដំណើរបានអាហ្នឹងនៅទិសខាងជើងណាតែនៅទិសខាងជើងអញ្ចឹងយើងធ្វើដំណើរចង់ទៅទីណាយើងកាត់ទៅតាមនឹងទៅអញ្ចឹងបើថាជើងយើងចង់ទៅកើតទៅត្រង់ចេះបើយើងចង់ទៅជើងទៅអញ្ចឹងទៅព្រោះកាយប្រសពនេះជាកាយទៀនអញ្ចឹងបានគេមិនអោយបូជាសពឬក៏ធ្វើនៅពិធីកប់សពនៅថ្ងៃសពទេកាលណាកប់សពថ្ងៃសពជាកាយទៀននឹងនៃកាយទៀននៅក្នុងលោកដែលវានៅទិសនឹងវាមិនបន្តទៅទីណាវានៅទិសខាងជើងតាំងពីបុរាណកាលមកអញ្ចឹងបានគេហាមមិនអោយធ្វើការបូជាសពនៅថ្ងៃសពវានាំឲ្យកាត់ទុកដល់កូនចៅបាទអញ្ចឹងបានគេមិនអោយយើងនឹងបូជាសពនឹងនៅថ្ងៃសពវានាំឲ្យកាត់ទុកដល់កូនចៅអញ្ចឹងបានវាមានពាក្យស្លោកគេមានពាក្យស្លោកគេថាហាមកោជុកនៅថ្ងៃអង្គារវិធីកោជុកហាមកោជុកថ្ងៃអង្គារហាមកាត់សក់នៅថ្ងៃពុធហាមបូជាសពនៅថ្ងៃសពហ្នឹងហាមបូជាសពនៅថ្ងៃសពអាហ្នឹងគឺមានពាក្យរបស់គេនិយាយគេប្រាប់នៅក្នុងក្បួនតម្រាចាស់ទុំមកបាទគឺគេបញ្ជាក់អញ្ចឹងហើយម្យ៉ាងទៀតថ្ងៃពុធវាគឺជាថ្ងៃលូតលាស់ដែរកាលណាដែលយើងកាត់សក់ទៅវាអត់ចម្រើននេះគេនិយាយក្នុងក្បួនទេប៉ុន្តែអានេះក្នុងក្បួនហោក្បួនតម្រាឥឡូវយើងត្រឡប់មកវិញយើងដើម្បីមើលបញ្ញាគេឲ្យមើលកាយប្រហោះមិនអញ្ចឹងប្រហោះជាអធិបតីអ្នកដែលកើតក្នុងដួងចតាអ្នកកំព្រានេះគឺជាមនុស្សសម្បូរដោយបញ្ញាមានបដិភាពរហ័សរហួនឆ្លៀសប្រតិពលបើសិនមកបានបួសបានរៀនធម៌រៀនវិន័យរៀនបីដកអត្តកថាដីកាប្រកែល្អដោយសារបញ្ញានេះជាអធិបតីហើយដោយសារបញ្ញាជាអធិបតីនេះធ្វើជីវិតរបស់យើងអាចរស់ដោយរុងរឿងបានហ្នឹងដោយសារបញ្ញាជាអធិបតីហ្នឹងអានេះបងប្អូនត្រៀមមើលអញ្ចឹងអូអានេះបញ្ញាជាអធិបតីអញ្ចឹងបើមានឱកាសរៀនបុគ្គលនេះជាមនុស្សមានឱកាសរៀនរហូតអាចចប់ដល់ទៅថ្នាក់បណ្ឌិតបានបើសិនបើមានឱកាសរៀនអានឹងបើសិនបើមានណាតែបើមិនបានរៀនទេក៏អាចរៀនចប់ត្រឹមបាក់ដប់បរិញ្ញាបត្រលោកបណ្ឌិតឬក៏អាចជាមនុស្សមានជំនាញណាមួយរៀនចប់ជំនាញណាមួយសម្រាប់ជាមុខរបររស៊ីរបស់ខ្លួនឯងក៏បានហើយទោះបីណាក៏នៅតែមានបញ្ញាបាធិល្អដោយសារគាត់កើតក្នុងដួងកំព្រានេះប៉ុន្តែមានកាយប្រហោះនេះជាអធិបតីឬមួយមានន័យថាបុគ្គលនឹងឯងមានគ្រងបាត់ជា
ថែរក្សាមានទេវតានឹងឯងជាអរគទេវតានឹងតាមជួយតាមថែរក្សានៅបុគ្គលដែលកើតក្នុងដួងកំព្រានឹងដែលមានកាយប្រហោះជាអធិបតីនឹងប្រសិនបើយើងមើលស្វាមីអ្នកកើតនៅដួងកំព្រាមានស្វាមីល្អមានជារណ្ដៅទ្រព្យអាចមានយសមានកិត្តិយសមានទ្រព្យមានសម្បត្តិឬក៏អាចពេលដែលរៀបការនឹងមិនទាន់មានទេតែក្រោយរៀបការមកក៏អាចទៅជាអ្នកមានបានដោយការរកស៊ីដោយការប្រកបមុខរបរណាជាមួយគ្នាប្តីប្រពន្ធនឹងឬបើមិនដូច្នោះទេបើបានជិនជាសម័យមិនជាអ្នកមានអីទេក៏ជាមនុស្សមានគុណធម៌មានសិលធម៌មានចរិយាធម៌មានមារយាទល្អនេះស្វាមីនេះរបស់អ្នកកើតនៅក្នុងដួងកំព្រានឹងតែនៅកំអាងតែអញ្ចឹងហើយចេះតែយកអាដួងតម្រាវាប្រាប់អញ្ចឹងប៉ុន្តែកាលណាដែលយើងទៅដឹងថាមនុស្សនឹងខលមនុស្សនឹងខូចនៅស្រឡាញ់នៅយើងអានឹងវារឿងយើងទៅទៀតណាកំអាងទៅដួងកម្រាអញថាអញបានប្តីល្អចុះបើដឹងអានឹងលេងលបែងដឹងអាគាត់នឹងអាវ៉ាសែជក់ថ្នាំមនុស្សខលខូចជើងកាងអី gangster អីយើងទៅយកទៀតអានឹងកុំចឹងទៅបីតម្រាថាអញ្ចឹងមែនប៉ុន្តែយើងត្រូវមើលពីក្នុងទិដ្ឋភាពក្នុងបច្ចុប្បន្នផងកុំឲ្យដេកផ្កាប់ទៅតាមតម្រាប្រាប់ទៅពេកអានឹងវាអាស្រ័យសក្តិព្យាយាមជាបច្ចុប្បន្ននេះបច្ចុប្បន្នធម៌នេះធម៌ដែលជាបច្ច័យបច្ចុប្បន្ននេះឯងផងកុំចិត្តតែផ្ដេកផ្ដួលទៅតាមដួងវាសនាអានឹងដួងវាសនាប្រាប់តែយើងវាអាចមានដំណើរអញ្ចឹងលើកដូចជាថាអាចបាននៅស្វាមីនឹងឯងបើសិនបើមនុស្សប្រុសអាចបានប្រពន្ធល្អប្រពន្ធនឹងមានគុណធម៌ទេមានចរិយាមារយាទឬរូបរាងស្អាតឬក៏ជាអ្នកមានតែវាអាចប្រាប់អញ្ចឹងឬក៏ជាអ្នកអាចជួយឧបត្ថម្ភរូបម្រងឲ្យយើងពីអតីតពុនដល់ស៊ីទៅមានប្រស្រ័យប្រពន្ធយើងនឹងឯងមើលប្រពន្ធក៏ឲ្យមើលផ្កាយសុខជារាជាអញ្ចឹងបានជាអ្នកដែលកើតនៅក្នុងដួងកំព្រាហ្នឹងណាគេឲ្យឆាប់រៀបការពីក្មេងកុំឲ្យចាស់ពេកតែចាស់ជ្រុលពេករៀបការវាហួសពេលកាលណារៀបការពីក្មេងអាចជួយគ្នាបានរវាងប្តីនិងប្រពន្ធតែអានឹងចឹងហើយថាបានប្តីមានទ្រព្យប្រពន្ធមានទ្រព្យសម្បត្តិចឹងវាល្អហើយជាងកណាខ្ញុំលើកនិយាយរឿងមួយក្នុងសម័យពុទ្ធកាលតែម្ដងបរោះម្នាក់នឹងគាត់កើតក្នុងតកោសេដ្ឋីអ្នកមានសម្បត្តិកូនអុកញ៉ាបើយើងសម័យឲ្យកូនអុកញ៉ាអ្នកមានទ្រព្យសម្បត្តិច្រើនដល់ពេលអញ្ចឹងម្ដាយអត់ឲ្យកូននឹងទៅសិក្សារៀនសូត្រអីទេពុកម្ដាយថាកុំឲ្យកូនឯងវាហត់លើយអញ្ចឹងឪពុកម្ដាយនេះគាត់មិនបានបញ្ញែបញ្យល់កូនអីសពគ្រប់ប្រការរឿងក្នុងការរៀនអីនេះទេដើម្បីបានចំណេះវិជ្ជាយល់ដឹងអំពីរឿងលោកផ្លូវលោកផ្លូវធម៌អត់ទេហើយចំណែកតកូសេដ្ឋីមួយទៀតគាត់មានកូនស្រីកមុំគាត់ថាអូចាយមកជីវិតពីជីវិតទៀតក៏មិនអស់ផងលុយត្រប់គាត់មានប្រាក់ច្រើនណាព្រោះគាត់មានមុខរបរមានចំនួនមានក្រុមហ៊ុនច្រើននៅក្នុងការវិនិយោគរបស់គាត់នៅក្នុងទីក្រុងហ្នឹងដល់ពេលចឹងទៅក្រោយមកក៏សេដ្ឋីគេភ្ជាប់ពាក្យរៀបការកូននេះប្រុសនេះជាមួយកូនស្រីនឹងសត្វអ្នកមានទ្រព្យដូចគ្នាដែលថាត្រូវបានប្តីជាអ្នកមានទ្រព្យឯងក៏ត្រូវបានប្រពន្ធជាអ្នកមានទ្រព្យចឹងណាដល់ពេលបានគ្នាជាប្តីប្រពន្ធមកមានពេលមួយគាត់ដឹងទៅគាត់ទៅជួបព្រោះស្ដេចហៅទៅប្រជុំកិច្ចការងារអីក្នុងរាជការហ្នឹងលំដាប់របស់សេដ្ឋីគេត្រូវទៅអញ្ចឹងទៅពួកអ្នកផឹកអ្នកលេងនឹងសបាយអញ្ចឹងផឹកសបាយទៅក៏សួរគេដែរចុះពួកនឹងទៅជុំនេះធ្វើអីហ្នឹងគេថាគេផឹកទឹកឆ្ងាញ់អានឹងទឹកផ្អែមទឹកឆ្ងាញ់ដល់ថ្ងៃក្រោយសួរអ្នកធ្វើការដើរជាមួយដល់មើលឯងតែរកទឹកឆ្ងាញ់នឹងអញផឹកសាក់មើលអាទឹកស្អីហ៎ដល់ពីផឹកទៅវាជក់ចិត្តឆ្ងាញ់វាពីស្រាដូចជាស្រាសប្ងៃអីចាខ្លះគេថាឆ្ងាញ់ណាស់ចឹងយើងដឹងតែយ៉ាងម៉េចទេបើទៅធ្វើពីតពាំងបាយជូរធ្វើអញ្ចឹងទៅអូឆ្ងាញ់មែនដល់ឆ្ងាញ់នោះគាត់ចិត្តតែផឹកចិត្តតែញ៉ាំសប្បាយគាត់រីករាយហ្នឹងទៅប្រពន្ធនឹងក៏ផឹកហ្នឹងទៅដល់ពេលយូរទៅសាច់គប់ជាមួយពួកអ្នកផឹកហ្នឹងឯងសាច់គប់ជាមួយអ្នកផឹកគិតតែពីផឹកស្រាសប្បាយហើយថ្ងៃហើយតែពួកតន្ត្រីមករំមកជាងសប្បាយផឹកស៊ីទ្រព្យសម្បត្តិមាននឹងឲ្យគេឲ្យយកអី1000កាប៉ុណ្ណាអាពួកម៉ែឲ្យយកទៅអានេះមួយសែនកាប៉ុណ្ណាអានេះឲ្យយកទៅចិត្តឲ្យលុយគេចឹងហើយទ្រព្យសម្បត្តិ
miền mật miền buôn xuất từ nhạc phật xì đào tư cùng phật tới rồi mình bàn và màn cha tần tách tới trọp để bàn mật bị khuôn anh thì kê bị phục mặt ái của ở linh trọp chấm bát để bàn mật còn bị kê rập bò phía ở dưới của ở linh tư cùng phật tới thời mấy tới thưa chào tôi nuôi kê hỏi tao tôi nuôi kế mình chơi thưa chào nè dương mình ai phóng lọt thưa chào ở chậm một vì nếu mà châu từ tầm luôn chỉ rằng được trọp kề anh ở chấm nó cái chấm này là đun nuôi tập bạch đã bây giờ ở tây ná đó đã kề máu đánh bay kỳ tiệt cà phê tây không cho châu từ nuôi cô dương cùng bạn đằng răng bán co cái tam đầm lại co và sân và co bàn ca sạc xa đường sâu bên ca sạch cục nó sập vào rong nó là ó thôi một chùm nuôi là bao co nên mình bán co đừng ai bán tới chi sẽ thấy mà ha sẽ thấy bởi trăm thì cầu nó là không có thòm mà vậy ai bán tới chi mà ha sẽ thấy nó không có thòm mà vậy rồi bán snap và thô với những sầm rạch bán nhẹ phó tam lùm đát hay một con cài con luôn đó nên ai bán trọc tầm bát mà ha sẽ thấy trong phải trăm mà vậy rồi có đó tới mạch trăm mà vậy rồi có đó tới phải trăm mà vậy chẳng đây một con nó tới gì nè nên phải trăm thì công đây mà đồ con tới con đương cho ta cầm ná chỉ vật ở bọc con thật trâu nên trọt nên dầm bát ấy chẳng con là con sai cục khó dân đàn và vốt bóng tra sầm đây không thô thà sơ và na chặt tì lìa nắng tâm để ta nâng cho sơ và na kệ là giá mình sai cục nơi một cô tiền nước mùi kệ là giá sai cục nơi bẩn đất nước mùi thế đấy bầu chi chủng phố một cô để cô bầu chi lấy muối tiền bầy nước chim nàng cô đỏ đầm thì trong dương công tập đây có đưa chỉ mua tại Việt Nam rồi bao giờ nước anh tới vui chỉ đạo miên tới ban của quân sát tới ban đây là o anh nhân từ nhà chân hỏi sao tập chơi riêng có mình tin thơ ấy có mình thơ ra trọp có mình ra và quân có mình thơ anh với ở miên ạ vì mình ai của vật từ ban thế thì cứ ở vây đừng o đại ban chừng o bằng hai mét học ca để bọn cầu sao nó việc to từ miên sẽ đây chi riêng của phải được bọn đạiព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីសម្បត្តិ4ក៏ដល់ព្រមសម្បត្តិ4មានឧទ្ធានសម្បត្តិឧទ្ធាននេះប្រែថាប្រឹងប្រែងខ្នះខ្នែងរស់ស៊ីប្រកបមុខរបរក៏ដោយវាអត់មានជារឿងថោកទាបនៃការរស់ស៊ីរបស់យើងទេខំប្រឹងប្រែងទៅនឹងទាំងយប់ទាំងថ្ងៃដើម្បីបានត្រាប់ពុទ្ធរៀនអញ្ចឹងឧទ្ធានសម្បត្តិទី2អរកសម្បត្តិបានត្រាប់សម្បត្តិមកហើយត្រូវចេះថែរក្សាចេះបែងចែកតែទ្រព្យនេះយើងគួរធ្វើអីទ្រព្យនេះគួរធ្វើអីហើយឲ្យទ្រព្យនឹងឯងវាកើតកូនកើតចៅទៀតឲ្យរបៀបម៉េចដើម្បីឲ្យទ្រព្យបានមកហើយកុំឲ្យសល់ទ្រព្យប៉ុណ្ណឹងចាយប៉ុណ្ណឹងយើងបង្កើតទ្រព្យនឹងឲ្យវាចេះកើតលុយកើតកូនកើតចៅវាទៅទៀតអានោះគឺជាអរកសម្បត្តិមួយទៀតព្រះពុទ្ធព្រះអង្គទ្រង់រៀនថាកល្យាណមិត្តតាត្រូវខ្សែគប់នៅកល្យាណមិត្តខ្សែគប់មនុស្សល្អខ្សែគប់មនុស្សដែលនាំឲ្យចម្រើនទៅដល់មុខរបរនិងជំនួយធុរកិច្ចរបស់យើងឬក៏កិច្ចការងារក្នុងរាជការណាដែលធ្វើឲ្យយើងមានបុណ្យមានស័ក្តិនេះយើងត្រូវខ្សែគប់មនុស្សអញ្ចឹងដែលមានគុណធម៌ណាដែលមិនបោះបង់ចោលយើងនៅក្នុងគ្រាក្រគ្រាលំបាកនោះហើយបើសិនជាបុគ្គលមិត្តទូរទស្សន៍បោះបង់យើងនៅក្នុងពេលយើងលំបាកអានឹងមិនមែនជាមិត្តទេបាទមិនមែនជាមិត្តទេទី4ព្រះពុទ្ធព្រះអង្គបរិញ្ញាសមៈជីវតាចិញ្ចឹមជីវិតស្មើគឺតែចិញ្ចឹមជីវិតស្មើមានន័យថាម៉េចមានន័យថាយើងក៏បីប្រើប្រាស់ចាយទ្រព្យសម្បត្តិនឹងឲ្យមើលប្រមាណការហូបចុកនឹងឲ្យដឹងប្រមាណមិនចេះតែមួយថ្ងៃលេងចូលតែបាចូលតរាងកសាអាងបានលុយចូលទៅភោជនីយដ្ឋាននឹងមួយកន្លែងនឹងអស់150មិនចឹងទេស៊ីចុកប្រើប្រាស់នឹងឲ្យដឹងប្រមាណគិតដល់កូនដល់ចៅនេះសមៈជីវតាហ្នឹងគឺថាចិញ្ចឹមជីវិតហ្នឹងឲ្យវាមានភាពថ្លឹងថ្លែងនឹងជីវិតនិងទ្រព្យសម្បត្តិរបស់យើងកុំឲ្យវាចាយជាក់ជាចាយហួសប្រមាណហូបចុកឲ្យដឹងប្រមាណនៅក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិហ្នឹងកុំឲ្យវាហឺហារហូតដល់អ្នកខ្លះហ្នឹងចិត្តទៅដល់ចូលឆ្នាំអីខ្លាចកូននឹងមិនល្អទៅខ្ចីលុយធនាគារគេទិញម៉ូតូកូនជិះឲ្យហឺហាសប្បាយសិនដល់ចូលឆ្នាំហើយបានលក់ម៉ូតូនឹងទៅសងលុយធនាគារវិញហើយលក់ទៅបានថោកផងជាក់លុយធនាគារនោះសងគេឲ្យត្រូវរលុយឲ្យគេទៀតអាហ្នឹងមិនកើតទេ
ឲ្យចេះរស់នៅមើលពីជីវិតរបស់យើងនេះជាសមជីវតាអញ្ចឹងបានកុំអាងតែដួងចតាវាសនាមួយបញ្ញាល្អទៅអត់បានទៅរៀនសូត្រអីផងអត់បានទៅរៀនចំណេះជំនាញអីពិតប្រកបវិជ្ជាជីវៈផងនឹងបញ្ញានេះវាអត់បានជាប្រយោជន៍អីនេះវាអត់បានជាប្រយោជន៍អីទេឥឡូវយើងនិយាយពីរឿងក្រៅប៉ុណ្ណឹងចុះយើងមើលចាប់ផ្ដើមបុគ្គលអ្នកកើតនៅថ្ងៃពុធស្រាប់តែកើតនៅថ្ងៃពុធមានកម្លាំងប្រមាណកាយពុធបងប្អូនបាទពុទ្ធមានកម្លាំង15អត់17ក៏ទៅគេហៅមាត់ក្បត់ចិត្តមែននៅក្នុងចិត្តថានិយាយទៅ17ហើយមាត់វានិយាយទៅថា15អញ្ចឹងទៅអញ្ចឹងនេះកាយពុទ្ធវាឯងមានកម្លាំង17មានន័យថាបុគ្គលម្ចាស់ដួងចតាជីវិតដួងកំព្រាសេះមួយក៏កើតចំថ្ងៃពុទ្ធដែលថាថ្ងៃពុទ្ធនោះគឺកើតវេលាម៉ោង6ព្រឹកដល់វេលាម៉ោង6ល្ងាចណាថ្ងៃពុទ្ធនោះ6ព្រឹកដល់វេលាម៉ោង6ល្ងាចប្រសិនបើកើតពី6ល្ងាចដល់6ព្រឹកវិញអានេះគេហៅថ្ងៃរាហូហើយគេហៅថាថ្ងៃរាហូគេមិនហៅថ្ងៃពុទ្ធទៀតទេអញ្ចឹងដួងចតាដែលយើងយកមកធ្វើជាទំនៀមជាកសម្រាប់បុគ្គលដែលកើតថ្ងៃពុទ្ធនេះគឺសំដៅទៅលើបុគ្គលដែលកើតចន្លោះពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចយើងហៅថាថ្ងៃពុទ្ធអញ្ចឹងណាកុំមានទៅទាយបុគ្គលពេលយប់ទៀតខុសទៅទេមែនទេទាយបុគ្គលពុទ្ធពេលយប់នេះមកទាយនៅកន្លែងនេះកន្លែងលេខ8នេះកាយរាហូនេះមិនបានបាទអញ្ចឹងស្រាប់តែកើតមកក្នុងផ្ទះអីផ្ទះមរណៈភាសាខ្មែរយើងមានន័យថាម៉េចមានន័យថាស្លាប់មានន័យថាប្រត់ប្រាស់នៅរាចាក់ឆ្ងាយមានន័យថាសោះសូន្យមានន័យថាទេមរណៈហ្នឹងមានន័យអញ្ចឹងនៅក្នុងពេលដែលបុគ្គលនឹងកើតមកនៅក្នុងដួងចតាជីវិតរបស់គាត់កើតមកនៅក្នុងផ្ទះជាមរណៈហើយកន្លែងនេះយើងរាប់មកបរិវារអាយុបច្ចៈសិរីមូលៈឧស្សាហៈមន្ត្រីកាលកណីឃើញទេបរិវារអាយុបច្ចៈសិរីមូលៈឧស្សាហៈមន្ត្រីកាលកណីអញ្ចឹងនៅក្នុងកំណើតដែលគាត់កើតម្ចាស់ដួងចតាស្ថិតនៅក្នុងឥទ្ធិពលនៃកាយពុទ្ធជាកាយនៃបរិវារស្ថិតនៅនឹងផ្ទះមរណៈទំនាយលោកថាម្ចាស់ដួងចតាកើតមកនៅក្នុងទីដែលមិនប្រសើរទេឬអាចកើតមកក្នុងរយៈកាលដែលលោកឪពុកអ្នកម្ដាយនឹងឯងលែងលាក់គ្នាឬក៏កើតមកក្នុងរយៈកាលដែលឪពុកស្លាប់ឬក៏ម្ដាយស្លាប់ឬក៏កើតមកក្នុងវេលាដែលឪពុកម្ដាយនេះគ្មានពេលវេលាមើលថែនៅក្នុងកំណើតដែលយើងកើតមកនឹងគឺមានជំងឺឈឺច្រើននៅពីតូចមានជំងឺឈឺច្រើនណាប្រយ័ត្នណាជំងឺឈឺនៅពីក្មេងនឹងបើឪពុកម្ដាយណាមានកូនដួងអ្នកកំព្រាកើតនៅថ្ងៃអាពុធហ្នឹងណាយើងត្រូវប្រយ័ត្នអាចកូននឹងឯងអាចស្លាប់ពីក្មេងណាកូននឹងអាចស្លាប់ពីក្មេងអាចកើតមកមិនទាន់បានប្រហែលខែក៏ស្លាប់ឬក៏ប្រហែលឆ្នាំក៏អាចស្លាប់ឬក៏អាចស្លាប់ដោយសារការលង់ទឹកក្មេងនោះអាចស្លាប់ការលង់ទឹកបានពីព្រោះកាយពុទ្ធនឹងឯងជាកាយអន្លង់ទឹកវាហៅអន្លង់ទឹកសមុទ្រអញ្ចឹងកូនហ្នឹងនៅពីក្មេងនោះប្រយ័ត្នអាចស្លាប់ដោយសារការលង់ទឹកអានេះក៏អាចស្លាប់ដោយសារការលង់ទឹកបើមិនការលង់ទឹកទេចំណែកដើរទឹកកាប់មុខចូលទៀនងាប់បានដែរក្មេងទៅទូចអីចឹងវាទៅដុះទឹកអីចឹងទៅល្អឲ្យជើងធ្ងន់ចូលទៅក្នុងទៀនហ្នឹងមានលើរួចក៏ងាប់ដែរដើរចូលទៅស្ទឹងមីអីហ្នឹងក៏ងាប់ស្រាក់ទឹកក្រោយផ្ទះអីហ្នឹងក៏អាចងាប់បានដែរអញ្ចឹងមនុស្សនឹងអាចស្លាប់បានមនុស្សនោះគឺគាត់អាចស្លាប់បានដោយសារតែសុខភាពរបស់គាត់នៅពីក្មេងនេះគឺអត់ល្អទេគឺថាដួងចតានៃជីវិតរបស់គាត់នឹងឯងស្ថិតនៅក្នុងកាយនឹងឯងពុតហើយជាផ្ទះមរណៈបរិវារនេះជាផ្ទះមរណៈហើយបើសិនបើថាធ្វើមេគេគ្មានណាគេស្ដាប់ទេណាអ្នកដែលកើតថ្ងៃពុតនៅក្នុងដួងកំព្រាលេខ1នេះគេមិនស្ដាប់ទេគេមិនស្ដាប់យើងទេហើយជំងឺដែលយើងត្រូវប្រុងប្រយ័ត្នជំងឺដែលត្រូវប្រុងប្រយ័ត្នខ្ញុំបានសរសេរជាក់តទៅនៅផ្កាយពុទ្ធនៅខាងដើមនៅទំព័រទី43
ជំងឺដែលត្រូវប្រុងប្រយ័ត្ននឹងឯងជាប់តាក់ទងនឹងជំងឺបញ្ហាខួរក្បាលចឹងប្រយ័ត្នកូនហ្នឹងវាអាចដួលគ្រោះថ្នាក់ដោយយថាហេតុមានការដួលម៉ូតូដួលកង់ឬក៏អាចធ្លាក់ទៅត្រូវក្បាលទៅអីហ្នឹងពីទូចអីហ្នឹងឬក៏ត្រូវក្បាលដោយប្រការយ៉ាងណាគឺធ្វើឲ្យមានបញ្ហាដល់ខួរក្បាលធ្វើឲ្យមានបញ្ហាដល់សតិស្មារតីរបស់គាត់ទៅជាមនុស្សនឹងឯងមានបញ្ញាខ្សោយក៏ពុតដួងចតាត្រូវមានបញ្ញាខ្លាំងប៉ុន្តែបើរូបធម៌វាខូចទៅហ្នឹងរូបបញ្ញានឹងឯងដែលវាកើតឡើងបានវាអាស្រ័យខួរក្បាលក៏ល្អអាស្រ័យរៀនទៅប្រសិនបើយើងនិយាយអំពីមនុស្សថាមានបញ្ញាបានវាត្រូវអាស្រ័យរូបរាងកាយនេះវាមានសុខភាពល្អយើងបានស៊ីគ្រប់គ្រាន់ណាផឹកទឹកនឹងក៏សិតតែទឹកក្រែវា pH ខ្ពស់ទឹកក្រែវា pH ខ្ពស់ចឹងទៅមានកាល់ស្យូមមានម៉ាញ៉េស្យូមល្អចឹងមកមានអាហារបរិភោគឧបត្ថម្ភគ្រប់គ្រាន់ចឹងទៅអានេះវាជួយគ្នាចិត្តវាមិនមែនសិតតែថាឲ្យកើតមានបញ្ញាហើយស្រាប់ថាបដោតទៅចំណាវាអាចអន្តរាយដោយប្រការណាមួយអញ្ចឹងវាអាចគ្រោះថ្នាក់ធ្វើឲ្យខូចក្បាលប៉ះពាល់ក្បាលទៅធ្វើអីធ្វើម៉េចដល់ប៉ះពាល់ក្បាលទៅធ្វើឲ្យខូចសតិស្មារតីឃើញទេធ្វើឲ្យមានបញ្ញាចុះខ្សោយធ្វើឲ្យផ្លិចកើតរោគជំងឺប្រស័យប្រសាទឃើញទេគេហៅ mental health នោះកើតជំងឺផ្លូវចិត្តបានទាំងអស់នឹងរោគជាប់តាក់ទងជាមួយនឹងដៃជើងជាប់តាក់ទងជាមួយនឹងពោះកើតជំងឺឈឺកាពះឈឺពោះវៀនអីនោះប្រយ័ត្នអានឹងគឺអ្នកកើតមកក្នុងចន្លោះពី1ឆ្នាំដល់17ឆ្នាំហ្នឹងនឹងរោគទាំងអស់ហ្នឹងដែលយើងត្រូវប្រុងប្រយ័ត្នអញ្ចឹងនៅពេលអាយុ17ទៅ18ឆ្នាំបងប្អូនត្រូវប្រយ័ត្នបំផុតមែនទែនបាទប្រយ័ត្នហ្នឹងគឺដែលខ្ញុំនិយាយថាប្រយ័ត្នហ្នឹងអាចស្លាប់បាននៅក្នុងអាយុ17ឬ18នៅពេលតែម្ចាស់ដួងចតានឹងឯងត្រូវលើកចេញអំពីផ្ទះមរណៈទៅកាន់ផ្ទះទុនជ័យដែលមានកាយប្រស័យនេះវានៅពេលវេលាដែលកាយពុទ្ធវាគោចរចេញនៅពេលដែលវាគោចូលចេញអំពីផ្ទះមរណៈចូលទៅកាន់ផ្ទះទុនជ័យនេះនៅក្នុងចន្លោះអាយុ17ទៅ18ណានៅក្នុងហ្នឹងអាចមានអន្តរាយដល់ជីវិតត្រូវស្លាប់បានដោយសារការលង់ទឹកដោយសារការគ្រោះថ្នាក់ចរាចរណ៍ចឹងទៅឬដោយសារការវិបត្តិផ្លូវចិត្តអីចឹងទៅបាទអាចស្លាប់បាននៅក្នុងពេលហ្នឹងម្ចាស់ដួងចតានឹងអាចស្លាប់ហើយបើមិនស្លាប់ទេក៏មានជំងឺធ្ងន់ណាជំងឺធ្ងន់នោះក៏ត្រូវប៉ុនប្រែងព្យាយាមព្យាបាលអញ្ចឹងបុគ្គលអ្នកកើតនៅក្នុងសេះមួយដួងអ្នកកំព្រាអ្នកកើតថ្ងៃពុធពីម៉ោង6ម៉ោង7អូត្រូវចាំ17 18ហ្នឹងត្រូវតែធ្វើនៅពិធីកែដួងចតាដោយធ្វើពិធីស្ដោះគ្រោះត្រូវតែធ្វើពិធីស្ដោះគ្រោះយ៉ាងម៉េចយើងកើតនៅថ្ងៃពុធមែនទេអញ្ចឹងយើងរៀបចំគ្រឿងសក្ការៈតុតម្កល់ព្រះពុទ្ធរូបនៅទិសខាងត្បូងពីព្រោះកំណើតរបស់យើងស្ថិតនៅទិសខាងត្បូងកាយពុទ្ធនឹងឯងស្ថិតនៅទិសខាងត្បូងអញ្ចឹងរៀបព្រះពុទ្ធរូបទិសខាងត្បូងបែរព្រះពុទ្ធរូបទៅទិសខាងជើងចំណែកយើងនឹងឯងត្រូវអង្គុយធ្វើពិធីនេះបែរទៅទិសខាងត្បូងដែលជាទិសកំណើតរបស់យើងអញ្ចឹងបងប្អូនទាំងអស់អ្នកកើតនៅថ្ងៃពុធហ្នឹងអាយុ17 18នឹងត្រូវធ្វើពិធីស្ដោះគ្រោះគេហៅថាធ្វើពិធីស្ដោះគ្រោះធ្វើបុណ្យស្ដោះគ្រោះឬពីមុននឹងក៏ដែរព្រោះវាមានជំនឿដែរម៉ែអើយវាធ្វើឲ្យមួយឆ្នាំម្ដងទៅវារឹតល្អប៉ុន្តែចាំបាច់អាយុ17 18នេះមានជំងឺធ្ងន់អាចស្លាប់ឬអន្តរាយគ្រោះថ្នាក់ចរាចរណ៍ទៅជិះម៉ូតូត្រូវឡានបុកស្លាប់ក៏មានគ្រោះថ្នាក់ហ្នឹងវាឃើញចំណោមលងទឹកងាប់ក៏មានមើលឃើញទេអញ្ចឹងនៅពេលអាយុ17ហ្នឹងត្រូវធ្វើពិធីស្ដោះគ្រោះហ្នឹងអាយុ17ឆ្នាំធ្វើពិធីស្ដោះគ្រោះរៀបចំអីយើងរើព្រះពុទ្ធរូបមួយអង្គមកជារូបព្រះអង្គមួយព្រះពុទ្ធរូបហ្នឹងឬក៏គ្មានអីទេព្រាមជាសន្លឹកជាព្រះពុទ្ធរូបមកឬក៏ទៅទិញមករៀបចំដាក់លើតុដាក់ព្រះពុទ្ធរូបលើតុរើក្អម3ឬក៏ឆ្នាំង3បាទក្អម3ឬក៏ឆ្នាំង3អញ្ចឹងក្អម3មក
ឬក៏ឆ្នាំង3មកដាក់ទឹកត្រជាក់លើក្នុងក្អមហ្នឹងឲ្យត្រូវទឹកក្តៅដាក់ទឹកត្រជាក់បន្ទាប់មកយើងរើផ្កាណាដែលស្ថិតនៅក្នុងផ្ទះអធិបតីស្ថិតនៅផ្ទះរាជាឬផ្ទះរណ្ដៅត្រប់អញ្ចឹងអធិបតីស្រួលរើផ្កាអសបពភើមើអញ្ចឹងផ្កាស្រួលរើស្អីហ្នឹងបើផ្កាផលិតឧទាហរណ៍អញ្ចឹងផ្កាផលិតហើយដល់ពេលអសមើផ្កាម្លិះលីរួតវាស្រួលរើហ្នឹងអញ្ចឹងយើងរើផ្កាណាដែលស្ថិតនៅក្នុងផ្ទះជាអធិបតីឬរាជារណ្ដៅត្រប់ឬក៏រើផ្កាណាដែលស្ថិតនៅក្នុងអសហ្នឹងអសកំណើតរបស់យើងនឹងក៏បានតែយើងអាចរើផ្កាជាអធិបតីទៅក៏ល្អព្រោះយើងរើផ្កាម្លិះអញ្ចឹងយើងក៏បីយកផ្កាម្លិះនឹងឲ្យលើសអាយុយើងមួយក្នុងមួយក្អមនោះឲ្យលើសអាយុយើងមួយអាយុ17ឆ្នាំត្រូវដាក់ផ្កានឹង18ក្នុងក្អមមួយដាក់ក្នុងក្អមម្ដងត្រូវដាក់18ក្នុងក្អមមួយដាក់18ក្នុងក្អមមួយរើទៀនក្រមួនឃ្មុំចំនួន18ដើមយើងយកមកកូនចានទូចដាក់តគ្នាឆ្ងាយគ្នាតិចមកដាក់ពេញនឹងមកទាំងអស់មកយើងរើធូប9សរសៃដាក់កំប៉ុងជើងធូបមួយបន្ទាប់មកយើងឲ្យចាស់ទុំឪពុកម្ដាយយើងឬខ្លួនយើងនឹងឯងថ្វាយបង្គំព្រះ3ដងយើងសូត្រនមោតាសៈយើងសមាទានសិលដល់បរតនត្រ័យជាទីពឹងសិល5យើងសូត្រស្វាខាតោសុបស្វាសូត្រតេបិសោស្វាខាតោសុបអរិបណ្ណោចឹងទៅហើយបើយើងចេះទៅរើម៉ែរើអីយើងជួយសូត្រទៅយើងអង្គុយចាំស្ដាប់គាត់ទៅបន្ទាប់ពីធ្វើពិធីហើយយើងញ៉ាំផ្ដើមសូត្រនមោ3ចប់សូត្រនមោ3ចប់នោះយើងចាប់ផ្ដើមឡើងអុជទៀនបាទយើងចាប់ផ្ដើមឡើងអុជទៀននឹងតាំងចិត្តថាពិធីធ្វើបុណ្យនេះមិនបានធ្វើបុណ្យឲ្យនរណាទេគឺធ្វើបុណ្យឲ្យខ្លួនឯងអ្នកខ្លួនយើងណាដែលជាអ្នកមានគ្រោះនឹងបុណ្យកុសលដែលធ្វើថ្ងៃនេះបូជាទឹកផ្កាបូជាប្រទីបថ្វាយព្រះសម្មាសម្ពុទ្ធនឹងគឺយើងធ្វើសម្រាប់ខ្លួនយើងមិនមែនធ្វើសម្រាប់ឲ្យបុគ្គលកបុគ្គលខធ្វើឲ្យចដូនកតាយណាណាអត់ទេតាំងចិត្តទៅធ្វើយើងចឹងដូចទៀននេះបូជាប្រពុតនេះសូមឲ្យបានបុណ្យដល់ខ្ញុំខ្លួនយើងអ្នកធ្វើនឹងចឹងយកអុជទៀនទាំងអស់ហើយមកដល់អុជទៀនទាំងអស់ហើយមកយើងអុជធូប9ដសៃទៅយើងទៅអង្គុយបត់ជើងឬលិតជង្គង់ឬក៏គង់អញ្ជលីឡើងសូត្រនមោ3ចប់បន្ទាប់មកយើងសូត្រអ៊ីម៉ាំងឧតកៈកំភៈបភៈបតិបង្នវៈពុណੰពុទ្ធាំឧទ្ទិសតេមិអ៊ិមិណាបញ្ញកម្មមេនៈភយាទុរតោវនិសន្តោខ្ញុំប្រករណាឈ្មោះអាជ័យឧទាហរណ៍ចឹងចុះខ្ញុំប្រករណាឈ្មោះអាជ័យជាមនុស្សកើតថ្ងៃពុទ្ធមានសត្វឆ្កែជាសញ្ញលក្ខណៈខ្ញុំប្រករណាសូមបូជានៅផ្កាទឹកក្អមព្រមទាំងប្រទីបឧទ្ទិសចំពោះព្រះពុទ្ធដ៏មានប្រភេទដែលព្រះអង្គទ្រង់មានព្រះពុទ្ធគុណ9ប្រការដោយការធ្វើបុណ្យគឺបញ្ញកម្មនេះភ័យគឺកាយគ្រោះភ័យគឺបាបគ្រោះដែលកំពុងស្ថិតនៅក្នុងជីវិតឬនឹងហូរចូលមកក្នុងជីវិតជាហេតុនាំឲ្យកើតទុក្ខកើតសោកកើតរោគកើតភ័យកើតអន្តរាយផ្សេងមានអាយុខ្លីជាដើមចូលវិនិច្ឆ័យទៅដោយពុញ្ញកម្មនេះសូមឲ្យខ្ញុំប្រកាសណាខ្ញុំមាននៅអាយុវែងជួបប្រសពនៅសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការទៅអងយើងសូត្របាលី3ចប់ប្រែម្ដងសូត្របាលី3ចប់ប្រែម្ដងសូត្របាលី3ចប់ប្រែម្ដងហើយយកទូកអុជបន្ទាប់មកយើងយកទឹកមកច្រូចម្ចាស់កម្មពីវរិយទាំងឡាយសពតូចក្តីធំក្តីថ្ងៃនេះខ្ញុំបានធ្វើបុណ្យក្នុងអង្គព្រះសម្មាសម្ពុទ្ធជាពោជារហបុគ្គលកម្មពីវរិយទាំងឡាយឯណានិមួយខ្ញុំបានបៀតបៀនសត្វតូចក្តីធំក្តីក្នុងសង្សារវត្តបច្ចុប្បន្នចិត្តសូមបាបកម្មនឹងឯងចូលអហោសិកម្មឲ្យខ្ញុំហើយខ្ញុំមិនមានពីវរិយនៃសពសត្វក៏ខ្ញុំសូមអហោសិកម្មឲ្យសពសត្វសូមទទួលយកបុណ្យខ្ញុំទាំងពពួកទេវតារសាខ្ញុំក្តីគ្រូបាត់ជាលោកពុកខាងអ្នកម្ដាយក្តីសូមទទួលបុណ្យនេះយើងច្រូតទឹកទៅយើងច្រូតទឹកនឹងយកទឹកនេះទៅចាក់នៅដីហើយយើងសូមអាការសត្ថាសុទ្ធយ៉ាងតែងទៅរួចហើយគ្រឿងសក្ការៈដែលបូជាព្រះសម្មាសម្ពុទ្ធនឹងហាមមិនឲ្យរើចំនួន3ថ្ងៃ
ហាមិនឲ្យរើចំនួន3ថ្ងៃឥឡូវយើងធ្វើនៅថ្ងៃពុធពីព្រោះអ្នកណាកើតនៅថ្ងៃពុធត្រូវធ្វើថ្ងៃពុធអត់មានស្ដោះគ្រូទៅធ្វើថ្ងៃនីតិទេណាព្រោះយើងកើតថ្ងៃពុធត្រូវតែធ្វើនៅថ្ងៃពុធអញ្ចឹងនៅពេលដែលយើងធ្វើឲ្យទុករយៈកាល3ថ្ងៃទុករយៈកាល3ថ្ងៃយើងប្រមូលគ្រឿងសក្ការៈនឹងចោលទៅទឹកក្អមនេះយើងចាក់ចោលទៅយកក្អមទុកឲ្យស្រួលទុកធ្វើថ្ងៃក្រោយទៀតអត់បាច់បោកក្អមបោកឆ្នាំងនេះទេពុទ្ធរូបយើងទុកចឹងទៅហើយបើសិនបើយើងមានសក្ការៈស្រាប់ក៏យើងរត់ទៅល្អទៅទៀតអញ្ចឹងបុគ្គលអ្នកកើតនៅក្នុងថ្ងៃពុធហ្នឹងអាយុ17 18ឆ្នាំហ្នឹងមានគ្រោះថ្នាក់ធំមានអន្តរាយធំត្រូវទៅធ្វើពិធីស្ដោះគ្រោះដោយខ្ញុំប្រាប់បំបញ្ញមិញហ្នឹងហើយបើសិនបើថាទេខ្ញុំចង់និមន្តព្រះសង្ឃមកដែររត់ទៅល្អបើបាននិមន្តព្រះសង្ឃមករត់ទៅល្អមិនយើងរៀបចង្ហាន់មករៀបចង្ហាន់វាឲ្យបានមកស្រាក់បានបាយមកបាតទៅប្រទេសលោកទៀតអញ្ចឹងនៅពេលហ្នឹងយើងធ្វើបទនមស្ការថ្វាយបង្គំព្រះអាចារ្យដឹកនាំណាធ្វើបទនមស្ការថ្វាយបង្គំព្រះបន្ទាប់មកទៀតឲ្យកូនដែលមានគ្រូនឹងសុំសិលគ្រូសំណាក់ព្រះសង្ឃដែលព្រះសង្ឃឲ្យត្រៃសរណគមឲ្យសិល5បន្ទាប់អំពីព្រះសង្ឃឲ្យត្រៃសរណគមឲ្យសិល5ហើយអាចារ្យអ្នកដឹកនាំឬម្ចាស់ខ្លួនអ្នកចេះហ្នឹងត្រូវធ្វើពិធីស្ដោះគ្រោះសិនបាទសូមអនុញ្ញាតលោកធ្វើពិធីស្ដោះគ្រោះហ្នឹងរៀបចំអុជទៀនណាអុជទៀនទាំងលើសអាយុមួយហ្នឹងអុជធូប9សរសៃហ្នឹងលើកទឹកដាក់ក្អមអីដើម្បីឧទ្ទិដ្ឋានបូជាព្រះសម្មាសម្ពុទ្ធនៅពេលដែលយើងបានបូជាចំពោះព្រះសម្មាសម្ពុទ្ធហើយយើងយ៉ាងតែងជ្រៅទឹករួចហើយយើងងាកមុខមករកព្រះសង្ឃហើយយើងដាក់ព្រះសង្ឃនៅខាងបងយើងដែរមកនៅជំហានសងខាងអាសនៈព្រះហ្នឹងយើងនិមន្ត1អង្គក្តី2អង្គក្តី3អង្គក្តី5អង្គក្តីតាមលទ្ធភាពរបស់យើងបន្ទាប់មកយើងសូមនិមន្តព្រះសង្ឃចរិនព្រះបរិត្តឧកាសៈបុព្វតបរិទីអាយៈនឹងទៅជាដើមចឹងទៅយើងអារតនីទៅព្រះសង្ឃលោកសូត្រមុនរួចហើយយើងដាក់ទឹកព្រះបរិត្តគ្រប់ព្រះអង្គនឹងមកទឹកបរិត្តឬអំបោះបរិត្តហ្នឹងថាខ្ញុំកណាសូមទឹកព្រះបរិត្តសូមអំបោះព្រះបរិត្តព្រះសង្ឃលោកនិមន្តទៅយើងយ៉ាងតែងចប់សពគ្រប់យើងយកទឹកព្រះបរិត្តហ្នឹងមកលាងយើងយកអំបោះព្រះបរិត្តហ្នឹងមកចងដៃកុំឲ្យកើតអន្តរាយពីព្រោះព្រះបរិត្តជាអំបោះនេះគេហៅថាបរិត្តោសតាំងអំបោះបរិត្តទឹកគេហៅថាបរិត្តោតកាំងឬក៏ធ្វើរដីខ្សាច់ក៏បានបរិត្តវិលុកាំងបរិត្តខ្សាច់ក៏បានឬក៏បរិត្តអីក៏បានអតិថានបច្ចុប្បន្នហ្នឹងអាស្រ័យព្រះសង្ឃលោកចេះផងអញ្ចឹងបងប្អូនទាំងអស់ធ្វើអញ្ចឹងពិធីស្ដោះគ្រោះធ្វើអញ្ចឹងបើមានព្រះសង្ឃហើយនៅពេលនេះយើងបានប្រទានវិហារលោកផងថ្វាយផ្លែឈើចំពោះព្រះសម្មាសម្ពុទ្ធ9មុខអីចឹងទៀតទៅថែមព្រះអង្គទៀតទៅអញ្ចឹងបានធ្វើបុណ្យចំពោះព្រះសង្ឃមានប្រពុតជាប្រធានក្នុងពិធីស្ដោះគ្រោះសម្រាប់ខ្លួនឯងណាឥឡូវយើងនិយាយពីមនុស្សអ្នកកើតថ្ងៃពុធនឹងអាយុ18រួចហើយពី18មកដល់25បាទនេះអាយុនេះចូលផ្ទះនេះចូលផ្កាយសៅរ៍ទុងជ័យអាយុ18ឆ្នាំបាទ18ឆ្នាំដល់25ឆ្នាំពីព្រោះប្រសៅរ៍នេះមានកម្លាំង10អញ្ចឹងពីអាយុ18ឆ្នាំដល់25ឆ្នាំម្ចាស់ដួងចតាដែលកើតនៅក្នុងឥទ្ធិពលនៃផ្កាយសៅរ៍ដែលជាផ្កាយនៃអាយុបាទជាផ្កាយអាយុស្ថិតនៅផ្ទះទុងជ័យបើអាចមានជីវិតមិនស្លាប់ឬមានជីវិតផុតភ័យនៅក្នុងអាយុ18ឆ្នាំបាននៅក្នុងអាយុ23ឆ្នាំម្ចាស់ដួងចតានេះនឹងអាចបានធ្វើការក្នុងតំណែងមន្ត្រីរាជការណាមួយបាទនឹងអាចបានធ្វើការក្នុងតំណែងមន្ត្រីរាជការណាមួយឬបើមកដូច្នោះទេម្ចាស់ដួងចតានឹងឯងនឹងអាចបានបើកប្រកបមុខរបររកស៊ីខ្នះខ្នែងយ៉ាងណាមួយមិនការងារមុំតំយ៉ាងណាមួយប៉ុន្តែថាព្រះសៅរ៍ជាកាយនៃបាបប្រគ្រោះអញ្ចឹងកិច្ចការងារដែលយើងប្រឡងចូលធ្វើជាមន្ត្រីរាជការក្តីការងារដែលយើងត្រូវធ្វើរាជការនឹងក្តីការងារបើកក្រុមហ៊ុនរស៊ីនឹងក្តីគឺត្រូវតែប្រឹងប្រែងឲ្យមែនតែនវាមិនមែនបានមកដល់ងាយងាយស្រួលទេព្រោះអីពីព្រោះផ្កាយប្រសៅរ៍នេះវាគឺជាផ្កាយបាបប្រគ្រោះប៉ុន្តែអាស្រ័យទុំជ័យនេះវានៅផ្ទះនេះដែលវាធ្វើអំរាយផលឲ្យយើងអាយុ23ឆ្នាំហ្នឹងណាយើងអាចបានធ្វើការងារក្នុងរាជការឬក៏យើងអាចបង្កើតនៅមុខរបររកស៊ីណាមួយហើយមុខរបរហ្នឹងនឹងជាប្រយោជន៍ដល់យើងតទៅនេះវាល្អចឹងឥឡូវរួចដល់25ឆ្នាំអញ្ចឹងចាប់ពីអាយុ
dương mà phay châm cả na châm là dây mấy nước tư mà phay đọc phẩm bấy đo mà phay pram bà chạm được ta làm cài dài chấn lấy dương màu này tiệt anh ấy đọc phẩm pơ bầu cả đây đi mà phay phẩm pơ bạn ở đây phay pơ bạn phay pơ bạn này vì vậy không chẳng lo đấy phay pram bạn dù sạ nắng chẳng nhưng bảo bạn ấy vì thôi mà phay pơ chẳng như ai nhờ các bạn bon sạ nắng là dù mà phay bấy nhưng ai cứ si nhân ban phay bấy vì buồn phay pram lắm rồi đâu phay pơ chẳng là lấy anh ấy đọc phẩm buồn năm đọc phẩm buồn năm tiết bây giờ dù mà phay phẩm bấy bà bây giờ dù mà phay phẩm bấy ta sai sắp vào mùi bóng ổn mà phay phẩm bấy đó sai sắp vào mùi chân nằm nơi cái đông tên ấy cả hai đã đuông cho ta lấy đọc vào mùi chân nằm ca ná để đuông cho ta lấy chia vì lý đây mà chắc đuông cho ta lẹ lực nông ẩm nái ất tì bô nệp cài bỏ ho chịp cài nên đạch trẻ chịu rõ mà bò ra vá dụ đạch trẻ cái nhé thất được cái nông ất tì bô nệp cài bỏ ho chịp cài nên đạch trẻ thất được cái kia chi ắt vào đây chi ắt vào đây được trên được cái nông tên nó mà cha đuông cho ta nó miên ẩm nái ất tì bô được luôn anh khác lên ban chụp chỉ môi nừng mất ở rừng cờ mê lọ ở rừng cờ mẹ này non mẹ chỉ ti bật ra lọ đây mẹ nuôi ai cao trong ngày bỏ rừng cờ mà nuôi ai cao trong ngày sắp rừng mà nuôi ai cao trong ngày ông kỳ này mật vẽ rừng cờ mê rừng cờ dạng na là bao nhiêu đó ai chui thuê càng đi là bao nhiêu trầm rong rương nơi cái đông trầm lo này háo để dương biết ọc ca tuy mà phay phẩm bay để sai sắp vào muối ai được trọp sầm bắt ban cao lan trơn tiền trọp miên bị nhiên cái đây ất bị nhiên cái đây đừng biết ọc ca sang tức nó sầm mặt nó đại ban chui co sang tha và bật thục được lại miền plei thno miền spiên miền miền đông rất là chui co sang cái càng như vậy được trong Phật Phật sát là chỉ vót chỉ ram chỉ chặt đây ở trong tây lòng phi chúng ta vì pro bon của son lại chẳng ban luôn dưới vì men chết tập bon lại rồi có chết tập ba lại rồi tới tiền đi chỉ cả sao bị ba oi phó rồi đấy tám bất thần ngọc bị vây ta vào sân hốt vì đi ngọc nó máu này dụ mà phay còn bay sai sự của môi nước lang tập của phở và dụ mà phay còn bay là sai sự của môi nước lang tập của phở chẳng lấy dân mê vào to mà thiệt da anh đi đọc đi cho nằm trong mình thòm mà đài ná nên là sai sập vào muối trong sai vào muối máu và sai vào muối máu giúp bột đập đi cho nằm tiệt chẳng anh ấy ban cùng với anh ấy ban pram chẳng tìa dụ sai sập vào tờ đó là dụ hà cùng bảy bà sai cùng tớ đó là dụ hà sập cùng bảy nè châu một tiệt đây bạp ỏi phò thì đây nè sai cùng tớ là hà cùng bảy nên cái đông tê với anh một cha đuông cho ta nâng trâu viên bà nhà on tà rai đo chỉ vật ai trâu slap tiệt là này không cho lo vô đứng ai slap bà ai slap ai bao mình slap thế của ai nâng vì niết trọp sầm bạc không cất từ vô kê mua nhưng mà riêng viên cái đây viên cái đằng hai viên cái đây cái đằng nó chọc kẹt tới chỉ mua được một lúc là ta ngày cột chú ná mua riêng chú mua được cầu chú mua được chảy riêng to cái bát đó riêng to cái bát nó cả ai mua riêng còn riêng chú mua được cụ chôn lại trong bàn to cái bát chứ cụ ăn tập tiền cụ đi lia cụ ăn tập tiền na muối để đi trong bàn trọp trong một phanh chỉ vật bao nhiêu riêng tết lá sáp thì riêng còn riêng chú mua vào xong chi chỉ tông để riêng ốp thạ nữa đại tay ốp thạ từ lúc rong lộp nó cho nam mua riêng trong bàn này không là dụ sai sầm pơ sai sầm bầm bay nữa riêng cầm sứt na chỉ mua được vào xong này pì nè vào xong của đấy cụ chôn ăn tập tiền cái đó ấy cái đó riêng trọp dùng bát cho mua con trai ấy trọp trong tay dắt hỏi chỉ vật là bao nhiêu ai đừng trâu slap ban không là dụ sai sập bầm pơ sai sập bầm bay
ប៉ុន្តែនៅពេលនេះ21ឆ្នាំទៀតនេះវាផុតនេះប្រសិនបើយើងអាចផុតពីអាយុ58ប៉ុន្តែមិនងាយផុតទេអានេះកម្លាំងខ្លាំងណាស់ពីព្រោះវាជារាហូកម្លាំងរាហូហើយមរណៈនៅនឹងដូចមិនងាយនឹងផុតស្លាប់បានបើមិនផុតស្លាប់ទេក៏ stroke ក៏កើត stroke កើតជំងឺលើសឈាមអីអាចនឹងកើតខ្យល់មិនបងកើតខ្យល់កយទៅឈឺដួលទៅលើឈាមងាប់ក៏មានឬក៏ថាអាចនឹងកើត stroke ក៏ថាបាននឹងក៏អាយុហ្នឹងតែបើបានទឹកផុតមកណែបានទឹកផុតមកវាយើងបាន58បាទអានេះបាន9 79អញ្ចឹងយើងអាចរស់បានដល់ទៅ79ឆ្នាំហើយឡើងមកវិញផុតពីដឹងមកដួងចតាជីវិតយើងចាស់នឹងចាប់ពីអាយុ59មកក៏យើងរស់នៅដែលមានទ្រព្យសម្បត្តិមានកិត្តិយសគេឈ្មោះនៅករើស៊ីបានមកអាចរស់បានដល់ទៅអាយុ79ឆ្នាំឬក៏អាចលើសទៅនឹងទៀតអាចរស់បានដល់79ឬក៏លើស79ដល់80ដល់90យ៉ាងទៅបើសិនបើយើងអាចផុតគ្រោះថ្នាក់ព្រោះមនុស្សយើងមិនត្រូវស្លាប់អាយុ17 18ម្ដងហើយហ្នឹងឥឡូវមកត្រូវស្លាប់នៅអានេះទៀតត្រូវអន្តរាយទៀតតែថាសុខចិត្តអស់ទ្រព្យចោះសុខចិត្តនឹងក្តីក្តាំងឲ្យទៅរស់មែនទេតែបើសិនបើយើងអាចរស់ផុតពីហ្នឹងដល់79ពីព្រោះអានេះ21ឆ្នាំនេះអញ្ចឹង21ឆ្នាំនេះគឺជាសេចក្តីសុខដែលយើងត្រូវសោយសុខនៅពេលចាស់នៅក្នុងពេលដែលសោយសុខពេលចាស់អញ្ចឹងបានជានៅក្នុងពេលអាយុយើង47ហ្នឹងណា46ត្រូវឆ្លងចុង47ត្រូវស្ដោះគ្រោះទៀតធ្វើពិធីស្ដោះគ្រោះដូចខ្ញុំថាអញ្ចឹងតែបើសិនបើថាទេខ្ញុំចង់ធ្វើរាល់ឆ្នាំអើរាល់ឆ្នាំទេទៅរឹតតែល្អទៅទៀតវាមិនអស់លុយអីប្រហែលគ្រាន់តែផ្កាម្លិះអីប៉ុណ្ណឹងហ្នឹងក្អមប៉ុណ្ណឹងហ្នឹងហើយអ្នកដែលកើតក្នុងដួងចតាដួងអ្នកកំព្រាសេះមួយហ្នឹងណានៅពេលដែលបានកូនដំបងច្រើនតែជាកូនស្រីអានេះយើងអាងតាមក្បួនលោកយៈសុតាលង្ការតែវាមិនប្រកបទៅសុទ្ធតែស្រីទាំងអស់នោះទេដល់នឹងក្បួនអញ្ចឹងបងប្អូនទាំងអស់លោកបានរៀនចប់ហើយនៅដួងជីវិតសេះមួយដួងអ្នកកំព្រាកើតថ្ងៃពុធនេះមានប៉ុណ្ណឹងបងប្អូនត្រូវដឹងអំពីដួងចតាបើសិនជាបងប្អូនទាំងអស់លោកមានកូនដែលកើតនៅថ្ងៃពុធហើយលោកករណីទៅសេះមួយដួងអ្នកកំព្រាបងប្អូនត្រូវប្រយ័ត្នតាមអ្វីដែលខ្ញុំប្រាប់ប៉ុន្តែឱកាសបុណ្យក៏មានឱកាសបាបក៏មានមនុស្សនេះមានទាំងបុណ្យឲ្យផលមានទាំងបាបឲ្យផលបាបឲ្យក៏ផលខ្លាំងបុណ្យក៏ឲ្យផលខ្លាំងអញ្ចឹងគឺយើងខំប្រឹងប្រែងទៅមេរៀនដែលខ្ញុំកណ្ដាលខ្ញុំបញ្ចូលនឹងមានប្រមាណប៉ុណ្ណេះណាសម្រាប់បញ្ចប់នៃមនុស្សដែលកើតនៅថ្ងៃពុធក្នុងសេះមួយដួងកំព្រាបន្ទាប់មកទៀតចាំយើងរៀនអ្នកកើតនៅថ្ងៃសៅរ៍ដែលកើតនៅក្នុងថ្ងៃសៅរ៍នឹងដែលស្ថិតនៅក្នុងដួងកំព្រាសេះមួយនឹងចានេះបរិវារអាយុដាច់ជះសេរីមូលៈឧស្សាហមន្ត្រីកាលកណីអ្នកមូលៈនេះសំដៅទៅលើថាវរវត្ថុមនុស្សដែលកើតថ្ងៃពុធនេះបើសិនបើមានឱកាសអាចរកស៊ីមានបានដោយសារថាវរវត្ថុនិងអចលនៈទ្រព្យដោយសារវាជាមូលៈនៅទីនេះណាប៉ុន្តែសេរីសួស្តីកតស័ព្ទកតយុនឹងក៏វានឹងអាចអបអោនវាមិនសូវចម្រើនតែមានដាច់ជះមានឥទ្ធិពលខ្លាំងបាទមានដាច់ជះមានឥទ្ធិពលខ្លាំងនេះពីព្រោះបរិវារអាយុដាច់ជះសេរីមូលៈឧស្សាហមន្ត្រីកាលកណីបាទអូដល់ពេលកាលកណីប៉ះចំកាយព្រះអង្គារណ្ដៅទ្របចឹងធ្វើអីក៏តែងតែមានឧបសគ្គជាមុនដែរធ្វើអីតែងតែមានឧបសគ្គមិនមែនធ្វើអ្វីទាំងអស់អត់មានឧបសគ្គទេអញ្ចឹងជាមនុស្សមានឧបសគ្គខ្ពស់ប៉ុន្តែតែងតែជោគជ័យដោយសារបញ្ញានេះជាអធិបតីហ្នឹងហើយចឹងមានប្រមាណប៉ុណ្ណឹងចាស់ខ្ញុំបកណាត់ខ្ញុំសូមអរគុណនិងសូមអរគុណចំពោះការសិក្សារបស់គុណចាស់ចំពោះការរៀនរបស់បងប្អូនដែលបានចូលមករៀននៅក្នុងកម្មវិធីដែលខ្ញុំបកណាត់ខ្ញុំបានរៀបចាប់ចែងឲ្យបងប្អូនជាទៅសួររកឯកសារពីមុនខ្ញុំកណាត់ខ្ញុំគិតថានឹងធ្វើជាសភៅដើម្បីបុកដើម្បីចែកជាសភៅតូចៗវគ្គខ្លីៗតែឥឡូវនេះខ្ញុំកណាត់ខ្ញុំដល់សេសភៅឲ្យពុះស្ដារគ្រប់ដួងរបស់ហ្មងហើយពេលដែលធ្វើចប់ហើយចាំបោះពុំចែកទៅបោះពុំទៅបងប្អូនមានលទ្ធភាពជួយទិញជួយអីទៅឲ្យវាមានក្បួននឹងមួយទៅទុកជាក្បួនសម្រាប់កូនចៅបន្តទៅទៀតទៅនឹងមានក្បួនកាលយោគដែលខ្ញុំកណាត់ខ្ញុំទៅរៀននៅក្នុងវីដេអូផងបងប្អូនមើលអាក្បួននោះផងនឹងបានចេះដឹងច្រើនហើយមួយទៀតដើម្បីលម្អិតទៅក្នុងនោះបងប្អូនរៀនសោយនឹងជ្រែកអាយុខ្ញុំកណាត់ខ្ញុំបានកត់បានសរសេរទុកនៅក្នុងឯកសារអស់ហើយអញ្ចឹងសូមអរគុណនិងសូមអរគុណនិងសូមកម្មាទោស
ចំពោះកូនចាក់បងប្អូននឹងអរក្នុងការបង្រៀនក្រែងលឺចំណាសូមអធិស្ឋានបៃតោចំប្រការណាខ្ញុំសូមនមស្ការក្រាបថ្វាយបង្គំហើយនឹងសូមជម្រាបលា